នៅថ្ងៃទី12ខែសីហាឆ្នាំ2026សហរដ្ឋអាមេរិកបានប្រកាសទិន្នន័យ CPI Consumer Price Index សម្រាប់ខែកក្កដាដែលជាទិន្នន័យសំខាន់មួយសម្រាប់វាស់ស្ទង់អតិផរណានិងជាកត្តាដែលធនាគារកណ្ដាលសហរដ្ឋអាមេរិក Fed ប្រើប្រាស់ក្នុងការសម្រេចចិត្តអំពីអត្រាការប្រាក់តាមទិន្នន័យដែលបានចេញផ្សាយ CPI ប្រចាំឆ្នាំកើនឡើង 3.4% ប្រៀបធៀបនឹង 3.5% ក្នុងខែមុនចំណែក CPI ប្រចាំខែកើនឡើង 0.1% ដែលស្របតាមការរំពឹងទុករបស់ទីផ្សារសម្រាប់ Core CPI ដែលមិនរាប់បញ្ចូលតម្លៃអាហារនិងថាមពលដែលមានការប្រែប្រួលខ្លាំងវាកើនឡើង 2.5% ប្រចាំឆ្នាំខណៈដែលខែមុនមាន 2.6%ទិន្នន័យនេះក៏ស្របតាមការព្យាករណ៍របស់ទីផ្សារផងដែរតើ CPI នេះមានន័យយ៉ាងដូចម្តេចចំពោះចំណុចសំខាន់គឺអតិផរណាមិនបានកើនឡើងលើសការរំពឹងទុកឡើយហើយអត្រា CPI ប្រចាំឆ្នាំនេះបានថយចុះបន្តិចពី 3.5% មក 3.4% នេះអាចចាត់ទុកថាជាសញ្ញាវិជ្ជមានសម្រាប់ការគ្រប់គ្រងអតិផរណាប៉ុន្តែ CPI 3.4% នៅតែខ្ពស់ជាងគោលដៅអតិផរណារបស់ Fed ដែលមានប្រហែល 2%ដូច្នេះ Fed នៅតែត្រូវប្រុងប្រយ័ត្នមុននឹងការសម្រេចចិត្តបន្ថយអត្រាការប្រាក់ផលប៉ះពាល់ទៅលើអត្រាការប្រាក់នៅពេលដែលអតិផរណាចាប់ផ្ដើមថយចុះវាអាចបង្កើនការរំពឹងទុកថា Fed អាចមានភាពងាយស្រួលក្នុងការបន្ថយអត្រាការប្រាក់នៅពេលខាងមុខប្រសិនបើទីផ្សាររំពឹងថា Fed នឹងកាត់បន្ថយអត្រាការប្រាក់នោះជាទូទៅអត្រាការប្រាក់ធ្លាក់ចុះធ្វើឲ្យបោនយ៉ាតធ្លាក់ចុះហើយដុល្លារក៏ធ្លាក់ចុះហើយមាសនឹងកើនឡើងតែជាមូលហេតុដែលទិន្នន័យ CPI តែងតែមានឥទ្ធិពលខ្លាំងទៅលើមាសនិងប្រាក់ដុល្លារចំពោះតម្លៃមាសទិន្នន័យថ្ងៃនេះអាចចាត់ទុកថាមានទិសដៅវិជ្ជមានបន្តិចព្រោះ CPI មិនបានផ្ដល់ភាពទុកចិត្តបានកក់ក្ដៅនោះឡើយដោយសារលទ្ធផលស្របតាមការព្យាករណ៍មិនមែនជាការភ្ញាក់ផ្អើលធំសម្រាប់ទីផ្សារទេដូច្នេះការឡើងរបស់មាសអាចមិនខ្លាំងភ្លាមៗអ្នកវិភាគនឹងបន្តមើលទិន្នន័យសេដ្ឋកិច្ចផ្សេងៗទៀតដូចជាទិន្នន័យការងារ PPI និងសន្ទរកថារបស់មន្ត្រី Fed ដើម្បីវាយតម្លៃថា Fed នឹងធ្វើអ្វីបន្ទាប់សរុបទៅទិន្នន័យ CPI របស់អាមេរិកសម្រាប់ខែកក្កដាគឺមិនអាក្រក់សម្រាប់ទីផ្សារព្រោះអតិផរណាបានថយចុះបន្តិចនិងលទ្ធផលស្របតាមការរំពឹងទុកសម្រាប់អ្នកតាមដានមាសចំណុចដែលគួរយកចិត្តទុកដាក់គឺ CPI ធ្លាក់ចុះនាំឲ្យសម្ពាធទៅលើ Fed ធ្វើឲ្យឱកាសកាត់បន្ថយអត្រាការប្រាក់កើនឡើងដុល្លារនឹងអាចធ្លាក់ចុះហើយនឹងធ្វើឲ្យមាសអាចនឹងមានឱកាសឡើងប៉ុន្តែវាមិនមែនមានន័យថាមាសនឹងឡើង 100% ទេព្រោះទីផ្សារមាសក៏រងឥទ្ធិពលពីដុល្លារបោនយ៉ាតនិងភូមិសាស្ត្រនយោបាយនិងការរំពឹងទុកអំពី Fed ផងដែរសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានជាមួយអត្ថបទខាងលើលោកអ្នកក៏អាចខមមិនអំពីមតិយោបល់របស់លោកអ្នកនៅខាងក្រោមវីដេអូនេះបានផងដែរសូមអរគុណសូមជម្រាបលា